បាទគោរពជំរាបសួរទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពគណៈពេលនេះខ្ញុំបាទក៏សូមមកធ្វើការអាប់ដេតតាក់ទងជាមួយនឹងព័ត៌មាននៅករណីឃាតកម្មទៅលើតារា Facebook ល្បីម្នាក់ផងដែរដែលជាភេទទី3រួមជាមួយនឹងអ្នកបើកបរតាក់ស៊ីម្នាក់ទៀតផងដែរដែលត្រូវបានឃាតករធ្វើការសម្លាប់បាទយ៉ាងព្រៃផ្សៃគឺជាជនជាតិចិនបាទអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំបាទក៏សូមធ្វើការជម្រាបជូននៅសេចក្តីលម្អិតនៃព័ត៌មាននេះផងដែរបាទសមត្ថកិច្ចបើកការស្រាវជ្រាវនិងស៊ើបអង្កេតរហូតឈានទៅដល់ដំណាក់កាលកាយដីយកសពមនុស្សចំនួន2នាក់កប់នៅក្នុងដីឡូមួយកន្លែងក្នុងខណ្ឌជ្រោយចង្វានៅក្នុងនោះមានម្នាក់ជាអ្នករត់តាក់ស៊ីនិងម្នាក់ទៀតជាស្ត្រីភេទទី3ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង7យប់ថ្ងៃទី1ខែមិថុនាឆ្នាំ2026នេះនៅចំណុចដីឡូមួយកន្លែងស្ថិតក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារាជធានីភ្នំពេញជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង2នាក់ខាងលើនេះនៅក្នុងនោះម្នាក់ឈ្មោះអែមគឹមស្រុនភេទប្រុសអាយុ38ឆ្នាំមុខរបរបើកបររថយន្តតាក់ស៊ីមានទីលំនៅនៅភូមិជ្រោយអំពិលសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញហើយម្នាក់ទៀតគឺឈ្មោះតាំងស៊ីម៉េងហៅលៃលៃមានន័យថាគឺជាភេទប្រុសណាកែភេទជាស្រីមានអាយុ36ឆ្នាំមុខរបរជាបុគ្គលិកខារ៉ាអូខេដែលមានទីលំនៅនៅសង្កាត់រិស័យកែវខណ្ឌរិស័យកែវរាជធានីភ្នំពេញហើយបើតាមប្រភពព័ត៌មានពីអ្នកស្គាល់គ្នាជាមួយនឹងជនរងគ្រោះភេទទី3ដែលបានបាត់ខ្លួនបានឲ្យដឹងថាកាលពីថ្ងៃទី23ខែឧសភាឆ្នាំ2026ស្ត្រីភេទទី3បានប្រាប់កូនរបស់ខ្លួនដែលជាអ្នកស្គាល់គ្នាថាគាត់ចេញទៅជួបភ្ញៀវចិនរួចក៏បានខលហៅតាក់ស៊ីដែលជាបរិសុទ្ធរងគ្រោះមកទទួលរួមធ្វើដំណើរទៅបាត់លុះថ្ងៃទី24ខែឧសភាឆ្នាំ2026បន្ទាប់ពីបាត់ខ្លួនអស់មួយថ្ងៃហើយកូនតាក់ទងទៅមិនចូលទៀតក៏កើតក្តីបារម្ភទើបកូនបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងស្វែងរកស្ត្រីភេទទី3ម្នាក់នោះរហូតដល់ថ្ងៃទី25ឧសភាឆ្នាំ2026សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៍ថាគេប្រទះឃើញរថយន្តម៉ាក Toyota Prius ចំនួន1គ្រឿងដែលមានផនភាគដោយពាក្យបណ្ដឹងដែលក្រុមកូនស្ត្រីភេទទី3ខាងលើរៀបរាប់បន្ទាប់ពីទទួលដំណឹងនេះសមត្ថកិច្ចបានចុះទៅយករថយន្តនោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីបើកការស្រាវជ្រាវបន្តទៀតប្រភពព័ត៌មានបានឲ្យដឹងទៀតថានៅរសៀលថ្ងៃទី1ខែមិថុនាឆ្នាំ2026កម្លាំងនគរបាលព្រំប្រទាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសហការជាមួយនឹងកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅបើកការស្រាវជ្រាវស៊ើបអង្កេតយ៉ាងស្វិតស្វាញឈានទៅដល់ការឃាត់ខ្លួនជនជាតិចិនម្នាក់ដែលជាជនសង្ស័យបន្ទាប់ពីសាកសួររួចជនសង្ស័យបានសារភាពរៀបរាប់សាច់រឿងទាំងអស់ទៅកាន់សមត្ថកិច្ចទើបសមត្ថកិច្ចសហការជាមួយនឹងកម្លាំងនគរបាលខណ្ឌជ្រោយចង្វាចុះទៅកាន់ដីឡូមួយកន្លែងស្ថិតនៅក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វានៅក្នុងយប់ថ្ងៃទី1ខែមិថុនាឆ្នាំ2026នេះភ្លាមតែម្ដងប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាសមត្ថកិច្ចបានប្រើប្រាស់នៅគ្រឿងចាក់ Excavator ជីកកាយលូដែលមានចាក់សាបដោយបេតុងនៅក្នុងដីឡូខាងលើទើបឃើញសាកសពមនុស្សចំនួន2នាក់ម្នាក់ជាស្ត្រីភេទទី3ដែលបានបាត់ខ្លួននោះនិងសពបរិសម្នាក់ដែលជាអ្នករត់តាក់ស៊ីពលរដ្ឋនៅនឹងកន្លែងកើតហេតុបានសន្និដ្ឋានថាជនជាតិចិនម្នាក់នោះសម្លាប់ស្ត្រីភេទទី3រួចហៅតាក់ស៊ីដដែលមកទទួលបន្ទាប់មកធ្វើសកម្មភាពសម្លាប់តាក់ស៊ីនោះក៏បន្ថែមទៀតទើបដឹកសពជនរងគ្រោះទាំង2នាក់យកទៅកាន់ដីឡូខាងលើហើយញាត់ចូលទៅក្នុងលូចាក់បេតុងដើម្បីបំបិតភស្តុតាងព្រមទាំងយករថយន្តនោះទៅប្រុងចោលនៅព្រែកឯងដើម្បីបង្វៀងដានសមត្ថកិច្ច
ក៏ប៉ុន្តែត្រូវបែកការដោយសារតែពាក្យបណ្ដឹងបាត់ខ្លួនទៅវិញបន្ទាប់ពីជីកកាយលូនោះរួចគេឃើញសាច់ញាតិសពនិងមន្ត្រីជំនាញផ្នែកកោសលវិច័យចុះទៅកាន់ដីឡូខាងលើធ្វើការត្រួតពិនិត្យសពទាំងពីរនោះក្រោយបញ្ចប់នៅប្រតិបត្តិការខាងលើនេះសមត្ថកិច្ចជំនាញបានបំពេញសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធីចំណែកសពជនរងគ្រោះទាំងពីរនាក់ខាងលើនេះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរបើចឹងពុកម៉ែបងប្អូនរឿងរ៉ាវត្រូវបានលាតត្រដាងហើយតាក់ទងជាមួយនឹងករណីសម្លាប់បាទទៅលើមនុស្ស2នាក់គឺអ្នករត់តាក់ស៊ីម្នាក់ហើយនឹងស្ត្រីភេទទី3ម្នាក់ទៀតបាទដែលពុកម៉ែបងប្អូនស្នាមហៅគាត់ថាលៃណាបាទគឺជាមនុស្សដែលល្បីនៅលើបណ្ដាញសង្គមផងដែរឥឡូវនេះសមត្ថកិច្ចក៏បានខកខ្លួនឃាតករគឺជាយើងហៅថាជនសង្ស័យបានផងដែរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរបាទតើតើជាមួយនឹងការអាប់ដេតបន្តជាមួយនឹងករណីឃាតកម្មនេះខ្ញុំបាទក៏សូមបញ្ចប់អរគុណពុកម៉ែបងប្អូនទាំងអស់ដែលតែងតែនិយមតាមដានរាល់ការផ្សាយរបស់ SB TV ផងដែរខណៈពេលនេះខ្ញុំបាទសម្បត្តិ01សូមអរគុណសូមគោរពលា